ចាវិធីចែកឯកតារង្វាស់ពេលចា8ម៉ោង36នាទីចែកជាមួយនឹង5 1ចាអញ្ចឹងកូនដំបូងគេគឺកូនធ្វើការចែកម៉ោងជាមួយសិនចាអញ្ចឹង8ម៉ោងចែកជាមួយនឹង5 1ចាអញ្ចឹង6ប្រមាណដល់ស្មើ8ចាគឺយើងដាក់បាន1 6ម្ដង5 1 8ដល់6នៅសល់2ម៉ោងចាអញ្ចឹង1នេះគឺ1ម៉ោងចាចំណុច36នេះគឺយើងទុំលាក់ចា36នាទីទុំលាក់ចាឥឡូវកូនធ្វើការបដូរពី2ម៉ោងនេះឲ្យទៅជានាទីចាអញ្ចឹងដូចដែលយើងបានដឹងហើយថា1ចា1ម៉ោងស្មើជាមួយនឹង60នាទីចាអញ្ចឹងបើ2ម៉ោងស្មើប្រមាណនាទីចាអញ្ចឹងកូនយក60គុណជាមួយនឹង2ចា60គុណជាមួយនឹង2 2សំដង0 2 6ដង10 12ចាអញ្ចឹងគឺស្មើ120នាទីចាអញ្ចឹង2ម៉ោងស្មើ120នាទីចាអញ្ចឹងយក120នេះទៅបូកជាមួយនឹង35 1ចា36នាទី0បូក6 6 2បូក3 5 1អីបូកទុំលាក់ចាអញ្ចឹង2ម៉ោង36នាទីបើយើងបដូរទៅជានាទីបាន156នាទីចា156នាទីចាអញ្ចឹងកូនយក156នាទីនេះទៅចែកជាមួយនឹង5 1ចាអញ្ចឹងយើងកាត់2ខ្ទង់ចា6ប្រមាណដល់ស្មើ15ចាមានទេគឺយើងដាក់បាន2ចា6 2ដង10 12 5ដល់2នៅសល់3 1ដល់1 0ចាគឺយើងទម្លាក់លេខ5 1ចាអញ្ចឹង6ប្រមាណដល់ស្មើ36ចាគឺ6 6ដងចា6 6ដង35 1 6ដល់6 0 3ដល់3 0ចាអញ្ចឹងគឺ26នាទីចាអញ្ចឹងចម្លើយស្មើ1ម៉ោង26នាទីចា1ម៉ោង26នាទី